និយាយពីថាដើរផ្សារព្រឹកមិញហ្នឹងគឺ3ជុំឯកូតហ្មងតម្រាំកលេចឃើញកំពឹសលោតប្រផ្លែតប្រផ្លោតហ្នឹងក៏អត់ទាន់ដឹងធ្វើអីទៀតឈរគិតមកសតុក៏សម្រាប់ចិត្តស្លម្ជូរល្ហុងហូបហ្មងទៅអញ្ចឹងគ្រឿងផ្សំគោលរបស់យើងថ្ងៃហ្នឹងយើងមានត្រីមានកំពឹសល្ហុងខ្ទឹមសម្អមម្ដេងជាមួយនឹងម្ទេសតែកុំភ្លេចជាមួយនឹងម្ជូរអំពិលផងណាចឹងល្ហុងហ្នឹងយើងលាងយើងចិតឲ្យស្អាតអញ្ចឹងមកមួយទៀតល្ហុងអាចចិតទៅតាមចំណង់ចំណូលចិត្តតែខ្ញុំចូលចិត្តស្ដាងអញ្ចឹងតែបងប្អូនអាចចិតជាច្វាមួយទៀតក៏បានដែរអញ្ចឹងម្ដេងខ្ទឹមសនិយាយទៅបន្លែរបស់យើងគឺយើងរៀបចំឲ្យអស់ហើយឥឡូវដល់វគ្គយើងមកធ្វើលាងសម្អាតជាមួយនឹងកំពឹសនិងត្រីវិញម្ដងកំពឹសនឹងដែរគឺយើងត្រូវរើសសម្រាមអាកតិកទីនឹងចេញឲ្យស្អាតមកត្រីដូចគ្នាកោសរំអិលកោសអីឲ្យស្អាតបន្ទាប់មកយើងយកមកហាន់កង់អញ្ចឹងណាដាក់ដាំទឹកឲ្យពុះបន្ទាប់ពីទឹកពុះហើយខ្ញុំដាក់ម្ដេងនិងខ្ទឹមសចូលឲ្យជ្រុំប្រហុកហើយខ្ញុំដាក់អំបិលបន្តិចឲ្យហើយហ្មងណាបន្ទាប់មកខ្ញុំដាក់ត្រីចូលហើយយើងទុកមកសតុឲ្យវារៀងឆ្អិនត្រីល្មមទៅយើងដួសអាពពុះសនឹងចេញដាក់ល្ហុងចូលហ្មងចុងក្រោយយើងថែមជាមួយនឹងទឹកម្ជូរកំពឹសម្អមម្ទេសជាការស្រេចអញ្ចឹងសម្រាប់សម្លម្ជូរល្ហុងរបស់យើងថ្ងៃហ្នឹងគឺរួចរាល់ហើយបងប្អូនណាដែលអត់ទាន់ពិសាបាយអាចអញ្ជើញមកពិសាបាយផ្ទះកូនពៅបានចាអរគុណសម្រាប់ការតាមដានវីដេអូ